សម្រាប់បងប្អូនដែលមិនទាន់ដឹងពីរបៀបស្ងោរម្រះកុំឲ្យល្វីងអាចចូលមើលវីដេអូនេះបានហើយផ្លែម្រះមានចំណុចសំខាន់សម្រាប់សុខភាពច្រើនណាស់បងប្អូនដែលបងប្អូនមើលរំលងដូចជាជួយបញ្ចុះជាតិស្ករក្នុងឈាមជួយដល់ប្រព័ន្ធរំលាយអាហារនិងជួយកាត់បន្ថយជាតិខ្លាញ់ក្នុងរាងកាយបានល្អបងប្អូនហើយមួយទៀតគឺត្រជាក់ក្នុងហើយស្ងោរម្រះថ្ងៃនេះចំណុចសំខាន់ដែលបងប្អូនមិនគួររំលងគឺយកម្រះយកទៅស្រុះជាមួយទឹកក្តៅចុងម្ដងផ្នែកសាច់របស់យើងគឺយើងចិញ្ច្រាំវាលាយជាមួយនឹងហៃប៊ីនិងខ្ទឹមសបន្ទាប់មកយើងចាប់ផ្ដើមលាយគ្រឿងដំបូងគេបងប្អូនខ្ញុំចាប់ផ្ដើមដាក់ទឹកស្អ៊ីវទឹកត្រីស្ករសម្សៅស៊ុបកន្លែងនេះបើបងប្អូនចូលចិត្តម្រេចដាក់ច្រើនកាន់តែឆ្ងាញ់តែថ្ងៃនេះខ្ញុំដាក់តិចដោយសារកូនគាត់ញ៉ាំដែរសម្រាប់ម្រះនៅថ្ងៃនេះគឺខ្ញុំបានស្រុះទឹកក្តៅហើយនឹងត្រាំទឹកត្រជាក់រយៈពេល5នាទីតទៅយើងដាក់សម្រស់ឲ្យស្ងួតទឹកល្អហើយទើបយើងងាត់សាច់ចូលជៀសវាងការរបូតសាច់ចេញពីផ្លែម្រះកន្លែងដែលខ្ញុំងាត់ម្រះហ្នឹងគឺអត់បានចុចថតចឹងហើយមានតែកាត់ចូលដល់ដាំទឹកតែម្ដងបន្ទាប់ពីទឹករបស់យើងដាំពុះគឺយើងចាប់ផ្ដើមដាក់ខ្ទឹមសនិងហៃប៊ីចូលខ្ញុំហៅហៃប៊ីដោយសារតែតាំងពីតូចមកគឺអ្នកផ្ទះខ្ញុំគាត់ត្រឡប់ហៅទាំងគេក្រៀមថាហៃប៊ីចឹងទៅគាត់ធ្លាប់មកដល់លើយើងចាប់ផ្ដើមដាក់ការ៉ុតនិងស្លឹកខ្ទឹមចូលនៅពេលដែលទឹកពុះខ្លាំងហើយគឺយើងចាប់ផ្ដើមដាក់ស្បែកជ្រូកហើយនិងសាច់ដែលយើងញាត់ម្រះចូលតែចំណុចកន្លែងហ្នឹងបងប្អូនត្រូវប្រយ័ត្នណាពេលដែលដាក់ម្រះចូលហ្នឹងគឺយើងដាក់ថ្នមដើម្បីជៀសវាងការរបូតសាច់ចេញពីម្រះរបស់ខ្ញុំនៅពេលដែលស្ងោរម្រះហ្នឹងគឺខ្ញុំចូលចិត្តដាក់សាច់មូលចូលពាក់កណ្ដាលនៃម្រះដើម្បីវាកាត់បន្ថយជាតិល្វីងហើយមួយទៀតគឺស្រួលឲ្យកូនញ៉ាំព្រោះកូនគាត់អត់សូវចូលចិត្តញ៉ាំម្រះដែរនៅពេលដែលយើងដាក់ម្រះនិងសាច់ចូលអស់ហើយគឺយើងចាប់ផ្ដើមថែមគ្រឿងដើម្បីរំងាស់ទុកហើយសម្រាប់បរិមាណដែលខ្ញុំដាក់នេះគឺអត់តម្រូវឲ្យបងប្អូនដាក់តាមទេដោយសារយើងអាចញ៉ាំខុសគ្នារសជាតិប៉ុណ្នេះល្មមឲ្យបងប្អូនហើយសម្រាប់បងប្អូនដែលគាត់អាចញ៉ាំប្រៃឬមួយក៏ផ្អែមជាងខ្ញុំអាចថែមថយគ្រឿងតាមនឹងបានដល់ពេលយើងដាក់ទឹកត្រីហើយគឺយើងដាក់ស្ករម្សៅស៊ុបបន្លែ1ស្លាបព្រាកាហ្វេបន្ថែមជាមួយនឹងប៊ីចេងកន្លះស្លាបព្រាកន្លែងនេះនៅពេលដែលខ្ញុំដាក់គ្រឿងហើយគឺខ្ញុំក្របវាមួយពុះហើយបិទគម្របចេញខ្ញុំចង់បញ្ជាក់បងប្អូននៅពេលដែលយើងរំងាស់គឺអត់ត្រូវបិទគម្របទេនៅពេលដែលយើងបិទគម្របគឺអាចធ្វើឲ្យម្រះរបស់យើងល្វីងបានរបស់យើងរំងាស់បាន3ម៉ោងកន្លះគឺបាត់ជាតិល្វីង70ទៅ80%ខ្ញុំចង់បញ្ជាក់បន្តិចសម្រាប់បងប្អូនដែលគាត់អត់ចូលចិត្តល្វីងគាត់អាចរំងាស់យើងជាងនេះបានឬមួយក៏បងប្អូនអាចស្ងោរពេលព្រឹកញ៉ាំពេលល្ងាចគឺពេញឆ្ងាញ់តែម្ដងមកថាស្ងោរភ្លាមអញ្ចឹងអាចនឹងមានជាតិល្វីងតែបើបងប្អូនចង់បានរសជាតិដែលឆ្ងាញ់តែម្ដងគឺអាចស្ងោរពេលព្រឹកបងប្អូនរំងាស់ញ៉ាំពេលល្ងាចឬមួយក៏ស្ងោរពេលល្ងាចអាចញ៉ាំពេលព្រឹកទឹកនំឆ្ងាញ់ល្អរំងាស់បាន3ម៉ោងហើយគឺយើងចាប់ផ្ដើមដាក់គ្រឿងសម្រាប់ខ្ញុំដាំបើគ្រឿង1ស្លាបព្រានិងម្សៅស៊ុបធម្មតា1ស្លាបព្រាម្សៅស៊ុបបន្លែ1ស្លាបព្រានិងទឹកត្រីដោយបងប្អូនឃើញខ្ញុំភ្លក់ប៉ុណ្ណឹងទៅគឺល្មមឆ្ងាញ់ហើយបងប្អូនអាចបិទភ្លើងបានស្រង់ស្លឹកខ្ទឹមដែលយើងស្ងោរដំបូងទីនោះចឹងតែដែលយើងញ៉ាំគឺយើងហាន់ស្លឹកខ្ទឹមកำដាក់ចូលវិញឆ្នាំងដែលខ្ញុំស្ងោរថ្ងៃនេះគឺចំនួន3លីត្រកន្លះស្ងោរថ្ងៃនេះគឺខ្ញុំស្ងោរពេលយប់ហើយញ៉ាំពេលព្រឹកគឺថាឆ្ងាញ់តែម្ដងសម្រាប់ផ្លែម្រះវិញគឺអត់ល្វីងទេនៅពេលដែលដាក់ម្រះចូលមកទៅគឺទន់ឡើងរលាយតែម្ដងកូនខ្ញុំគាត់អត់សូវចេះញ៉ាំម្រះទេតែស្ងោរថ្ងៃនេះកូនខ្ញុំក៏ញ៉ាំបាន